chỗ đó lại xa bạc khai thơm xa bạc khai đó là đùng bạc khai làng mơ ngày lịch cổng ca nghe là lợp đùng bạc khai và có một flow chặt này flow chặt này và flow chặt hiện là flow chặt đây flow chặt flow pi chấm non ca sang song sạc và là còn đấy lâu dừng flow thống mây đi flow thống mây và cổng ca nghe lỡ này flow thống mây là flow thống mây đã mình nhá chặt đây rồi là một ngày lịch nó không bạc hay chết rồi mày Cần đang là không bốc mấy này, phải giờ kho tập anh lâu láng khu tao xây đại bằng như sàn như tiếc cho nó một sàn xây dặm còng này sàn xây trăm còng sàn xây trăm còng này thì sao mới lên nó lửa lửa xây trăm còng rung bị bột này
Đâu vậy? Đầu tiên ra mấy làng nó nằm bậc hai ở ngày lịch có muốn cái làng oi làng tại bàn tại cột màn rồi nè lâu dương làng bàn mà sợi tờ tê chuông màu đó lâu ấy dây mày vòng đâu ngay thì đấy bó ô toàn bẹo đà tiện làng mà hot hay nó bẹo đà tiện lấy tình lục đom mó một bạn thưa đường đèn cà phê mò bà ôi mò thật lẹ ní sàn ui đấy nữa hả đâu bây dương làm anh nói không tin mà chỉនេះក៏ផ្លូវចុះទៅមួយទៀតមានប្រាសាទទៀតខាងក្រោម សាទៀតនោះសានៅព្រោះហ្នឹងហ្នឹងផ្លូវគេឡើងប្រសាកាមដើគេតិចតិចទេតែអាចឡើងបាន បាទនេះកម្មដើរឡើង បាទកាមជាដើរ បុរាណ មកបាយគ្រឿងបាទអត់ស្វាអានេះ បាទគម្រោងហើយបែរលើហ្នឹងតាមមើល បាទលើហ្នឹងអត់ឡើងទៅដល់លើតែតែឥឡូវឡើងមិនរួញមើលខាងក៏វត្តលោកវិញរួញថ្មីបាទអាយុវាសឹកអាដៃចំដែរសឹកមិនដែរបាទទៅហត់5ឆ្នាំឡើងបាយសិនតែយើងឡើងបន្តិចសឹកបន្តិចអ្នកតិចយ៉ាងផ្លូវចូលដើរជិត10នាទីបាយរួយបាយហ៎បាយរួយ បាយ chị á này mau phải rất cái giống đi năng à
nè từng rồi sập rồi vừa là họ rồi bà đó là ba và chuyện ôm nói sai thì đâu ôm Ồ, nó chắc đá. ừ lộc con ba con nấu con phải con phải ba con ba Tao du na dừng lại bay đường nghiêng lại bay đường nghiêng bay cả độc ấy gần chan đây ấy bây giờ là họ lấy cái này vẫn cũng nóng tụt lấy cái kia tàu đi bà rai tức là đủ rồi cháu đó hot đồn cà dân càនេះបារាយទឹកថ្លាបារាយទឹកថ្លាឃើញលឹមចេញដំណើរឡើងប្រាសាទទៀត cái vô lỗ đấy ពីលូដីឆ្ងាយទេនេះឡើងពីខាងក្រោយsai à nó sẽ sai dạ là tập tí á cái đôi còn lại tàu lan rồi đây là lâu lần mùi này đây chứ dẹp rồi đó là đó là
នេះអបស្អាតនោះឡើងខេត្តសៀមរាបមើលឃើញលំលំបានតឡើងការឋានជួសជុលបារូបប្រកោរូបប្រកោពីខាងត្បូងពីខាងត្បូងនៃប្រាសាទគម្រោងជួសជុលឡើងវិញពីខាងបងឈៀងកើតថ្មបានចូលខាងកើតនៅលើភ្នំបាក់ខែងចិត្តបានឡើងភ្នំបាក់ខែងទៅមើលថ្ងៃលិចបាទមើលថ្ងៃលិចទីផ្លូវឡើងពីកើតបាទបាទនេះផ្លូវឡើងបងប្អូនយើងឡើងកំពុងឡើងបាទប្រាសាទបាក់ខែងតាមសាសនាដៃពុព្វបុរសខ្មែរបាទបន្សល់ទុកនៅឲ្យកូនចៅដល់របីរន្ទឺរហូតដល់សពថ្ងៃឬបច្ចុប្បន្ននេះបាទมันអាចភ្លេចភ្លាំងបានបាទកំពុងឡើងបាទនេះយើងឡើងបានពាក់កណ្ដាល
បាទយើងមើលខាងក្រោយវិញខាងកើតផ្នែកខាងកើតវិញបាទកសាងឡើងនៅក្នុងចុងសតវត្សទី9បាទនេះចូលមកកម្មទៀតបាទគុណដល់ពាក់បរោះខ្មែរបាទបានចិត្តដល់ហើយបាទនេះចិត្តដល់ហើយ3 4ទៅយើងខ្ញុំណាប្រាំតាមមកពុកស្រួលអស់នេះ បាទដល់លើកំពូលបាទមើលខាងជើងនៃប្រាសាទបាទខាងជើងនៃប្រាសាទនេះចូលដល់ខាងលិចបាទឈៀងជើងខាងលិចនៃប្រាសាទបាទចម្លាក់រចនាប្រាង្គប្រាសាទបាទល្អឥតខ្ចោះបាទនេះបែកខាងលិចបែកខាងលិចនៃប្រាសាទបាទបងប្អូនយើងអង្គុយមកមើលប្រាសាទបងអង្គុយនេះដាក់ទូរស័ព្ទថតមួយគាត់អង្គុយមើលថ្ងៃលិចមើលរែងទៅទីពេជ្របាទថ្ងៃនៅខាងលិចបាទនេះបាទចូលខាងឈៀងបងនេះបាទខាងនេះនៅផ្សារថ្ងៃបាទថ្ងៃទូវែលស្រែបាទក៏មិនចាប់ពេកនេះបាទយើងមកដល់ខាងក្បូងនៃប្រាសាទបាទនៅខេត្តសៀមរាបទីរួមខេត្តតាមមើលពីចម្ងាយពីលើខ្នងប្រាសាទទៅបាទ
បាទជាពលរដ្ឋនំឡើងមកច្រើនបាទពលលេងមើលស្នាដៃពពកបរោះជាតិខ្មែរបន្សល់ទុកបាទនៅប្រាសាទអស្ចារ្យបាទនេះមកជុំនៃនេះឥឡូវខ្ញុំឡើងទៅខាងលើដល់កន្លែងកំពូលនៃប្រាសាទម្ដងបាទនេះបងប្អូនយើងអង្គុយបាទមើលថ្ងៃលិចថ្ងៃលិចចិត្តលិចបាទកន្លែងនេះទីខាងលិចនៃកំពូលប្រាសាទចុងបញ្ចប់ឡាយមក cho mò xé về mò tích ពូល vàខាងក្នុងនៃកំពូលប្រាសាទ ដងលោកសូថតបាននៅក្នុងទីសាប់ដងសំដងនេះតដាក់ដល់ក្នុង ស្នាដៃខ្មែរដ៏អស្ចារ្យខ្មែរពិតជាពូកែខ្មែរពិតជាខ្លាំងខ្មែរពិតជាដែលមិនអាចបំភ្លេចបាននូវវីរភាពនិងវីរបុរសជាតិខ្មែរដ៏ខ្លាំងពូកែនៃសម័យកាលនីមួយៗបាទគ្រប់គ្រងខ្មែរធ្វើបាន ở đây sọc chặt tinh thu sang ăn thu mà đi chẳng hạn ấy cái chiếc cao đây bắt ta hàng lẻ mà câu chứបាទណា បាទជាពលរដ្ឋមកលេងច្រើនណាបាទនេះមើលទៅខាងកើតបាទតែនោះភ្នំគូលែនមើលឃើញលឹមភ្នំគូលែនបាទភ្នំគូលែនហើយបែរមុខទៅភ្នំគូលែននោះប្រាសាទគួរតូចបាទតាមមើលលឹមប្រាសាទគួរតូច mới mà một tí mấy cái nè គាត់ចាំមើលថ្ងៃលិចទាំងអស់គ្នាបាទនេះប្រាសាទបាខែងកសាងឡើងនៅចុងសតវត្សទី 9 បាទថ្ងៃលិចមើលថ្ងៃលិច គាត់អង្គុយចាំមើលថ្ងៃលិចទាំងអស់គ្នារៀបសានបាទនេះបាទច្រើនអូខេនេះ
ចាំមើលថ្ងៃលិចរយព្រៀតនេះកលៀនចាំតែដល់គៀកទៅបានស្រឡះថ្ងៃមើលឃើញបារាយទឹកបាទបារាយទឹកស្រកថ្លាបារាយទឹកថ្លាឃើញពីចម្ងាយបាទសបាទហ្នឹងបារាយទឹកថ្លាបាទគាត់ចាំមើលនេះបាទចាំមើលកន្លែងថ្ងៃលិចបាទយើងទៅត្រឡប់ទៅវិញហើយបានអង្គុយមើលថ្ងៃលិចទេបាទព្រមមកចង់ដីមើលគេយកបានខ្លួននៅបាទយើងធ្វើដំណើរចុះទៅវិញតោះដល់លោតចុះទៀតហើយចុះវិញកាលមកឆ្នាំមុនឡើងផ្លូវនេះឆ្នាំយូរហើយឡើងមិនដឹងមកលឿនហ្មងកាលមុនគេផ្លូវត្រង់ឡើងមិនដឹងខ្ញុំឡើងមិនដឹងឥឡូវវាឡើងអត់កើតដោយសារវានេះចុះទៅថងបាទនឹងចាប់តាមចុះចុះពីលើចុះក្រោមដល់ក្រោមវិញហើយបាទទៀតបាទចេញទៅវិញអូទៅមើលបាតជើងផ្លេតហើយក្នុងបណ្ណាល័យនេះមានព្រះអង្គច្រើនដែរអូមើលបាតជើងព្រះអង្គផ្លេតបាទនេះបាតជើងព្រះអង្គនៅក្នុងមុខបាទខ្ញុំទៅមើលបាតជើងព្រះអង្គបាទនៅប្រាសាទបាខែងនៅដែរបាទពីចិន្តាខាងកើតបាទខ្ញុំដាក់រឿងលឿនបន្តិចដោយសារក្រុមការងារចុះទៅវិញបាទនេះកន្លែងរោងបាតជើងព្រះអង្គពុទ្ធបាទបាតជើងពុទ្ធបាទ
ណាបាត់ជើងអញ្ចឹងខ្ញុំត្រឡប់ទៅក្រោយវិញទៅមើលកន្លែងព្រះអង្គមាន27ព្រះអង្គកន្លែងបណ្ណាល័យបាទកន្លែងនេះបាទបាននៅកន្លែងព្រះអង្គបាទថតលក្ខណៈជុំវិញប្រាសាទប្រខែងមួយទាំងមូលបាទទីនេះបាទនេះព្រះអង្គច្រើននៅក្នុងនេះបាទនេះរូបព្រះអង្គ27បាទកូនចៅសុំទំនុកសុខសប្បាយបាទរស់ស៊ីមានបានព្រះអង្គជួយកូនចៅបាទអញ្ចឹងខ្ញុំសូមលាទៅវិញព្រះអង្គបាទនេះពីកង្លែងបានបិទចិត្តនេះកន្លែងព្រះអង្គ27ព្រះអង្គមិញពីខាងលិចនេះខាងនេះខាងបូងបាទទៅដំណើរទៅវិញដើម7ធំបាទនេះបាទអញ្ចឹងត្រឡប់ទៅវិញណាបាទស្នាដៃវីរបុរសជាតិខ្មែរបាទរុងរឿងនាសម័យពីបច្ចុប្បន្នពីអនាគតដល់បច្ចុប្បន្នបាទធ្វើដំណើរទៅវិញចេញដំណើរបាទចេញដំណើរទៅវិញនេះថ្មបាយក្រៀមបាទថ្មបាយក្រៀមបាទនេះផ្នែកសាទបាខែងមួយបាទចុះសិក្សាស្រាវជ្រាវតោះកំផែងធ្វើដោយថ្មបាយក្រៀម
và đấy có ngày lệch nó khẳng lệch đi quạt là máu và bảy mới ngày lệch thứ ngày lịch và flow cho chân cho con lăng núng và mà chung nhưng con lăng bị khẳng trơn rồi hốt một đo khẳng 4 rồi đo khẳng cao đến tớp lang và sàn vàเราcho cái chân đấy cho khăn còi bị sạt vâng với cả vấp lâu lang bị hưởng lấy chứ mà này xa lâu khôi cho và lợn bị khẳng lịch máu bị hưởng lấy nhé và lợn bị nắng hốt một hàng này và lâu lợn và giờ cho hàng lươn mình tích ở xa lâu chừng nào ai con lươn mày hả ai cho mua ai cho mà vẫn dùng mà luôn đó lại vào ngày lịch đấy mà khai sát nông khai có thật nó nôngประสาทของกัวทุ่มได้ป่ะแต่ตอนดอกของกัวทุ่มเต้ก่อนเมื่อไงเล็ก ngày đi làm bữa lẩu chó yeah. Món mùi hơn con lịch này là một bờ sát là ngày lịch từ hàng lịch bà sầm lấy sạt rồi dùng sạt dùng Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ប្រាសាទភ្នំបាខែងនេះគឺជាប្រាសាទមួយដែលសម្រាប់បាទពុព្វបុរសយើងគឺធ្វើឡើងដើម្បីបាទមើលថ្ងៃលិចប៉ាន់ស្មាននៃការម៉ោងឬក៏ពេលវេលារបស់ថ្ងៃហើយក៏ជាកន្លែងដើម្បីឆ្លុះបញ្ចាំងទៅលើបារាយណ៍ទឹកថ្លានៅខាងលិចបាទបាទអញ្ចឹងនេះផ្លូវឡើងខាងបាទខាងជើងហ្នឹងបានន័យថាខ្ញុំបានថតហើយភាសាហើយផ្លូវខាងជើងអញ្ចឹងក្នុងប្រាសាទហ្នឹងមួយមានផ្លូវ4មុខពីខាងកើតខាងលិចខាងជើងខាងត្បូងបាទនេះប្រាសាទភ្នំបាខែងបាទផ្លូវចុះគឺដែរជាឡើងកន្លះម៉ោងចុះកន្លះម៉ោងចុះមិនដល់កន្លះដោយសារការឡើងយឺតជាងព្រោះផ្លូវចំណោតការចុះផ្លូវបាទទេមិនន័យថាប្លង់ទេយើងលឿនបន្តិចក្មេងៗខ្លាំងជាងចាស់លឿនចាស់ដើរឡើងហត់ហេចឹងបានគេហៅថាទំពាំងស្នងរស័យបាទទិដ្ឋភាពថ្មីបាទក្មេងៗមិត្តសាទ2គីឡូដីអញ្ចឹងការឡើង2គីឡូដីបើចិត្តដល់ទីតាំងដើមវិញបាទបងប្អូនទស្សនាទាំងអស់គ្នាមើលបាទកន្លែងភ្នំបាខែង
គឺបងប្អូនទាំងអស់គ្នាចាំមើលខ្ញុំដល់ពីខាងកើតខ្ញុំនឹងបង្ហាញភាសាទៀតនៅលើការតាក់ទងជាមួយនឹងផ្លូវឡើងចាស់ហើយវាកាត់នេះផ្លូវឡើងថ្មីបានវែងបានដីរហូតដល់2គីឡូដីអញ្ចឹងផ្លូវឡើងចាស់អត់ឆ្ងាយទេឡើងហែលតែ100ម៉ែត្រដល់បាទចាំមើលខ្ញុំបង្ហាញភាសាទៀតផ្លូវឡើងខាងផ្លូវចាស់បាទជិតដល់ហើយផ្លូវចាស់យើងតែកន្លែងនេះគឺកាត់លេងកំដរលេងកាត់លេងកំដរខ្ញុំបង្ហាញភាសាទៀតតោពីឈួរថ្មឹងឈួរចាំបាទការពារប្រាសាទរបស់យើងបាទនេះខ្ញុំបញ្ជាក់ទៀតផ្លូវឡើងបើសិនជាពីនេះទៅប្រហែលជា100ម៉ែត្រទេពីមុនបាទដោយសារផ្លូវនេះបានខូចបានសឹករិចរិលអស់អញ្ចឹងបាទខូចអស់ហើយអញ្ចឹងត្រូវឡើងផ្លូវថ្មីបាទនេះបាទសូមអរគុណចឹងរងការទស្សនារបស់អស់លោកស្រីទាំងអស់គ្នាតាមដាននៃការទស្សនកិច្ចមើលប្រាសាទបាខែងបាទសូមអរគុណ